សូមសម្ដេចទ្រង់ទ្រទស្សនិកជនទស្សនានៅការសម្ដែងសិល្បៈដ៏ពិសេសដែលជាការសម្ដែងជូនពីលោកពូប្រម៉ាញ់និងអ្នកមីងយ៉យដូចតទៅទូលព្រះបង្គំសូមវន្ទាអង្គព្រះរាជាក្រងរាជបូរីទូលព្រះបង្គំសូមវន្ទាអង្គព្រះរាជាក្រងរាជបូរីសូមលើកហត្ថាបង្គំថ្វាត់ថ្វាយអុចពីចម្ងាយម៉ៃធីវីថ្ងៃនេះទូលបង្គំមានកិត្តតយុះមានកេមានឈ្មោះមនុស្សទាំងពីរមានបរោះហើយនឹងនារីចូលរួមនេតិក្រងរាជបូរីនេះចំជាបងអីមានប្រាជ្ញាអស្ចារ្យខ្លាំងណាស់នាងប្រុងថ្លៃនេះចំជាបងអីមានប្រាជ្ញាអស្ចារ្យខ្លាំងណាស់អ្នកប្រថ្លៃបំណាញ់បានជួបនឹងអូនស្រីប្រថ្លៃសបាយពេកកន្លងយើងចូលរួមសប្បាយរីករាយព្រោះថ្ងៃនេះដ៏ល្អអញបវរហើយជោគជ័យមានសិល្បៈច្រើននៃណាស់មានបុរាណមានសម័យឥឡូវវ័យយើងក្រុមអាយ៉ៃក៏ចូលរួមដែរស្រីប្រលឹងត្រូវបានហើយព្រោះតាចម្រៀងបងចាញ់ដឹងត្រូវមែនហើយព្រោះតាចម្រៀងបងចេះដឹងគ្មានអ្នកណាជាទីពឹងមានតែបងនឹងជានាងចេះទីយើងនឹងតិចណាស់និយាយអញ្ចឹងណាបងបាទចាបងប៉កែនិយាយចាបើនិយាយពីរាជស័ព្ទនឹងបងអត់សូវប្រមាណទេខ្លាចតែខុសចាតែថ្ងៃនេះជាថ្ងៃគេហៅថាខួបក្រងរាជចាព្រះរាជាណារបស់យើងជារាជទាំងអស់គ្នាណាចាត្រូវហើយហ្នឹងហើយគឺព្រះករុណាព្រះបាទនរោត្តមសីហមុនីចាបាទបានក្រងរាជមកដល់ថ្ងៃនេះហ្នឹង10ព្រះវស្សាហើយហ្នឹងហើយ10ព្រះវស្សាចាបាទហើយគឺសុខដុមរមនីណារាជទាំងស្រីទាំងប្រុសណាជាមលុបដល់ត្រឆៃដែលធ្វើឲ្យយើងទាំងអស់គ្នានៅប្រទេសកម្ពុជាយើងនឹងបានរីកចម្រើនហើយសប្បាយរីករាយសុខសប្បាយចាមានប្រពៃណីជាពិសេសគឺខាងផ្នែកសិល្បៈចាបើតាមខ្ញុំដឹងព្រះអង្គនឹងក៏ចូលចិត្តមាននិស័យខាងផ្នែកសិល្បៈដែរអូចាហ្នឹងហើយព្រះអង្គគឺថាតាំងពីរបាំខ្មែរយើងហើយព្រះអង្គហាត់របាំខាងប្រចាំប្រទេសទៀតអូអញ្ចឹងទៀតណោះចាបាទប្រទេសលោកខាងលិចចាចឹងហើយបានព្រះអង្គចូលចិត្តសិល្បៈណាចូលចិត្តចាហើយដល់ពេលមានកម្មវិធីឬក៏មានបុណ្យខួបអីអញ្ចឹងណាសិល្បៈទាំងអស់មកជុំគ្នាដើម្បីជូនពរជូនជ័យបាទហើយយើងក៏មានកិត្តិយសដែរ MyTV ថ្ងៃនេះ